ខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបធ្វើជាស្ត្រីពូធំនៅក្នុងកម្មសក្ការៈទាំងនោះគេធ្វើមិនតោះខ្ញុំមើលខ្ញុំទាំងអស់គ្នាមិនដំបូងយើងមានរ៉ូបយើងចង់បានពណ៌អីក៏បានដែរតែពេលខ្លះអានេះដែលខ្ញុំធ្វើតែវាអត់ចាញ់ពណ៌ដូចជាខោអាវយើងអញ្ចឹងទៅមិនដំបូងយើងចុចចូល Chara Edit និង Item Edit ចុចឲ្យបងប្អូនចុច Item ហើយចុចពាក្យថា Head នៅកន្លែងខ្ញុំចុចភ្លឺម្ដងលោតនេះម្ដងលោតនោះហើយកន្លែងខ្ញុំចុចភ្លឺជាងគេហ្នឹង Head ហើយយើងជ្រើគេងាកមកខាងឆ្វេងមកយើងមានឃើញអាហ្នឹងសិតតែមួកណានេះហើយយើងយកចុច Pumpkin Head ហ្នឹងមកហ្នឹងកន្លែងខ្ញុំចុចហ្នឹងណាមកខ្មៅហ្នឹងហើយតមកយើងសេរីវាទៅសេរីវាចុះក្រោមហើយវាទូចធំតាមទំហំដែលយើងចង់បានថាពោះធំឬពោះទូចអីចឹងណាតែសម្រាប់ខ្ញុំនេះមិនដឹងនេះប៉ុណ្ណេះក៏បានដែរហើយយើងរើសពណ៌ដូចជា outfit របស់យើងចឹងទៅនេះក៏វារៀងដូចដែរណាតែអត់ទាន់ដូចមែនតើទេនេះរៀងដូចអត់បងអូនខ្ញុំថាដូចអត់សូវមិនទេនេះអានេះបានដូចបើទៅដូចត្មងបងប្អូនហើយយើងស្រីវាមកដាក់វា15ដឺក្រេឲ្យវាលឿនទុំស្រីវាទៅលើទៅក្រោមអីក៏ដោយដាក់ទូចមកក្រោមនេះក៏បានស្រីវាទៅរុំស្រីវាចង់មកបងអូនដាក់រៀងតូចបន្តិចប៉ុណ្ណេះមកបងអូនគឺរួចជាស្រេចហើយមកទៅយើងតំណងដែរប៉ុន្តែយើងកាយវាតម្រូវវាតាមលទ្ធភាពរបស់យើងទៅណាពេលធ្វើចេះមកវារៀងអត់សូវដូចទេយើងបើកមួយវាមិនអីវិញវារៀងដូចឯណាតែនេះមកវិញបន្តិចអូយបាក់ណាស់គឺយើងស្រែវាតាមទំហំវាទៅត្រូវថាដូចជាមនុស្សពោះធំមែនតើស្ត្រីពោះធំមែនតើនេះយើងធ្វើចង់មកឃើញបងអូនហើយពេលយើងដើរអីតិចមកគឺបើយើងចង់ថែមទៅនឹងទៀតយើងអាចធ្វើបានតែយើងស្រ័យស្រង់វាទៅឈប់បងអូនខ្ញុំដាក់វារៀងទៅលើបន្តិចចេះមកតែខ្ញុំដាក់លើពេកតែមកដូចនៅបងអូនទាំងអស់គ្នាទៅវាដូច 100% ប៉ុន្តែវារៀងដូចថានិយាយឲ្យចំ 70% អីចាស់ឬក៏ 60% អីហ្នឹងគឺរៀងដូចហើយនេះពេលយ៉ាងណាអីវាអញ្ចឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេអរគុណអូនទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំដល់ចប់ចឹងបាយបាយ